បាទគ្រប់នឹងជំរាបសួរពុកម៉ែបងប្អូនជាទីគោរពនិងជនរួមជាតិជាទីស្នេហាយើងឃើញថាស្ថានភាពបន្ទាប់ពីមានការបោះឆ្នោតរបស់ថៃមកទល់នៅថ្ងៃនេះរយៈពេលប្រហែលជា10ថ្ងៃហើយជាង10ថ្ងៃហើយតែអត់ទៅមុខទេទៅមុខទៅក្រោយទៅមុខទៅក្រោយការបដិផ្ដាល់របស់ប្រជាពលរដ្ឋក៏យល់ឃើញថាគណៈកម្មាការជាតិរៀបចំការបោះឆ្នោតរបស់ថៃមិននៅពង្រើយកន្តើយទៀតទេហេតុអីបានដូច្នោះពីព្រោះដូចដែលខ្ញុំបានធ្វើវីដេអូកន្លងមកជម្រាបជូនពុកម៉ែបងប្អូនជាទីគោរពហើយពាក់ព័ន្ធជាមួយនឹងរឿងការទៅបោះឆ្នោតនៅថៃអាណត្តិនេះគឺតិចជាងអាណត្តិមុនដូចខ្ញុំបានបញ្ជាក់ហ្នឹងគឺពិតជាត្រឹមត្រូវមែនប៉ុន្តែអ្វីដែលសំខាន់លើសពីនេះទៅទៀតនៅតាមមណ្ឌលបោះឆ្នោតជាច្រើនកន្លែងដែលមានការតវ៉ាហ្នឹងគឺដូចដែលដឹងស្រាប់ហើយកន្លងមកមាន4-5ខេត្តដែលតវ៉ានឹងប្រជាពលរដ្ឋមិនពេញចិត្តពាក់ព័ន្ធជាមួយនឹងការបោះឆ្នោតដែលនៅថៃថាមានការកេងបន្លំស្លឹកឆ្នោតប្រទេសថៃប្រទេសសេរីមានការកេងបន្លំស្លឹកឆ្នោតចំនួននេះនិយាយហៅថាបានបោះឆ្នោតច្រើនជាងបានបោះឆ្នោតឃើញមានច្រើនជាងអឺចំនួនដែលប្រជាពលរដ្ឋទៅប្រើសិទ្ធិក្នុងការដែលបោះឆ្នោតចំនួនស្លឹកឆ្នោតច្រើនជាងប្រជាពលរដ្ឋដែលចូលរួមបោះឆ្នោតអាយ៉ាម្យ៉ាងដែរអញ្ចឹងហើយមើលទៅគណៈកម្មាការជាតិរៀបចំការបោះឆ្នោតរបស់ថៃឬយើងហៅថាកកតនឹងចាប់ផ្ដើមវិលមុខដើមហើយនៅមានរឿងវិលមុខជាបន្តទៀតឥឡូវនេះជាព័ត៌មានចុងក្រោយបានន័យថាម៉េចបោះឆ្នោតសារថ្មីឡើងវិញ4មណ្ឌលនិងរាប់ស្លឹកឆ្នោតសារជាថ្មី9មណ្ឌលអញ្ចឹងទៅ13មណ្ឌលបូកចូលគ្នា13មណ្ឌលតែទោះជាយ៉ាងណាក្តីសូមបញ្ជាក់ថាការបោះឆ្នោតនៅប្រទេសថៃមានរាប់ម៉ឺនមណ្ឌលប៉ុន្តែនេះជាការមួយដែលយើងអាចបញ្ជាក់ថាឈានទៅរកការសើរើទាំងអស់ឬយ៉ាងណាបើសិនជាមានការបោះឆ្នោតសារជាថ្មីវិញឬក៏ការបោះឆ្នោតលើកនេះបើមានការតវ៉ាដូចនេះទៀតទៅជាមុខៈប្រទេសថៃខាតបង់ច្រើនប៉ុន្តែរឿងនេះវាមិនអាចទៅជាមុខៈទាំងអស់ទេពីព្រោះឃើញថាអនុทินឆានវរៈគុណកំពុងតែដំណើរការក្នុងការរៀបចំរដ្ឋាភិបាលចម្រុះអញ្ជើញគណៈបកក្លាធម្មមកពីព្រោះលោកធម្មนัฐដែលជាបេក្ខភាពនាយករដ្ឋមន្ត្រីរបស់បកក្លាធម្មនឹងដោយអត់ទាន់មានចម្លើយអីទេមកទល់ថ្ងៃនេះហើយអញ្ចឹងបោះឆ្នោត10+11ថ្ងៃនេះហើយគឺរយៈពេលមកហ្នឹងគឺអត់ទាន់នេះអីទេអនុทินឆានវរៈគុណនៅតែបញ្ជាក់ថាពេលវេលានៅច្រើនអីទេប៉ុន្តែប្រយ័ត្នចែកកៅអីគ្នាអត់ត្រូវគោតាបកយុរដ្ឋមន្ត្រីក្រសួង grade A grade B grade C ហ្នឹងដឹងមិនមកទេប៉ុន្តែដែលជាតួលេខច្បាស់ដូចខ្ញុំបានបញ្ជាក់អញ្ចឹងភូមិใจថៃជាមួយនឹងភឿថៃចាប់ដៃគ្នាទៅនឹងបាក់តូចបូកចូលគ្នាប្រមាណជាង281អាសនៈបង្កើតរដ្ឋាភិបាលបានប៉ុណ្ណឹងតែ250បូក1ក៏បង្កើតបានដែរប៉ុន្តែសួរថាមានស្ថិរភាពអត់រដ្ឋាភិបាលមួយហ្នឹងពីព្រោះសម្លេងនៅប្រទេសបន្ទង់បើបានលោកធម្មនាថព្រំផៅមកពីបកក្លាធម្មប្រមាណជា58អាសនៈទៀតបូកទៅជាង300អាសនៈទើបជារដ្ឋាភិបាលដែលមានស្ថិរភាពប៉ុន្តែផ្ទុយទៅវិញអ្វីដែលសំខាន់គឺឃើញថាចរចាគ្នាមិនទាន់ត្រូវឡើយទេក្រែងលោក្លាធម្មមិនចូលរួមជាមួយទៅខាងប្រឆាំងវិញទៅខាងជាមួយនឹងបកប្រជាជនជាមួយនឹងបកប្រជាធិបតេយ្យវិញអាចនឹងសម្លេងប្រទេសផ្ទុំគ្នារដ្ឋាភិបាលនេះកាន់តែអត់មានស្ថិរភាពប៉ុន្តែអ្វីដែលសំខាន់គឺឃើញថានាយករដ្ឋមន្ត្រីអនុทินឆានវរៈគុណជានាយករដ្ឋមន្ត្រីទី32ក៏ជានាយករដ្ឋមន្ត្រីចាំផ្ទះនឹងក៏ជារដ្ឋមន្ត្រីក្រសួងមហាផ្ទៃចាំផ្ទះហ្នឹងឃើញធ្វើការធម្មតាទេអត់អីទេអត់សូវខ្វល់រឿងនេះប្រហែលនេះថាពេលយូរទៀតនៅយូរទៀតប៉ុន្តែនៅយូរទៀតមិនដឹងទេណាឥឡូវនេះមានការរាប់ស្លឹកឆ្នោតសារថ្មីនៅមណ្ឌលមួយចំនួនហើយនឹងការបោះឆ្នោតនៅមណ្ឌលមួយចំនួនផងដែរតើឈានទៅដល់ការបោះឆ្នោតនៅមណ្ឌលផ្សេងទៀតឬយ៉ាងណាឬក៏មានការតាមដានស្រាវជ្រាវយ៉ាងណាបើសិនជាទុកជាមុខៈវិញរឿងនេះជារឿងធំហើយសម្រាប់ប្រទេសថៃប៉ុន្តែផ្ទុយទៅវិញមិនគួរឲ្យជឿថានៅក្នុងប្រទេសថៃមានការបោះឆ្នោតដែលកេងបន្លំស្លឹកឆ្នោតរបៀបនេះទេគេហៅការបោះឆ្នោតនៅប្រទេសថៃលើកនេះគេថាជាការបោះឆ្នោតដ៏ស្មោកគ្រោកបំផុតយ៉ាឮពាក្យនេះចេញមកពីសមាជិកព្រឹទ្ធសភាមួយចំនួនពីសំណាក់ជាពលរដ្ឋថៃដែលមិនពេញចិត្តក្នុងការដែលគាត់អត់បានទៅគូសផងថាគាត់ទៅគូសយ៉ាមានចឹងដែរហើយចំនួនអ្នកទៅឧទាហរណ៍ថាចំនួនអ្នកទៅតែ500អ្នកឯងប៉ុន្តែស្លឹកឆ្នោតមានដល់ចង់1000ស្លឹកឯណោះអញ្ចឹង
នេះនេះកើតឡើងនៅប្រទេសថៃហើយកើតឡើងនៅប្រទេសថៃហើយការបោះឆ្នោតដ៏ស្មោកគ្រោកគឺបានកើតឡើងនៅក្នុងប្រទេសថៃហើយបោះឆ្នោតសារជាថ្មីជាបឋមនេះ4មណ្ឌលនិងរាប់ស្លឹកឆ្នោតឡើងវិញ9មណ្ឌលអញ្ចឹងនឹងបានទៅពីណាពីណីឬក៏មិនបានទេពីព្រោះថាចំនួនស្លឹកឆ្នោតច្រើនជាងអ្នកបោះនេះជាអ្វីដែលខ្ញុំនិយាយជូនមកម៉ែបងប្អូនតើទៅជាមួយនឹងការបោះឆ្នោតនៅថៃរយៈពេល11ថ្ងៃនេះហើយប៉ុន្តែមើលទៅដូចមិនទាន់ល្អប្រហែលទេស្ថានភាពអាចបោះឆ្នោតសារថ្មីឡើងវិញទាំងអស់ឬក៏ការបោះឆ្នោតនេះទុកជាមុខបើសិនជាមានការប្រឡំបោះឆ្នោតនេះអញ្ចឹងតាមដានអស់គ្នាជាមួយនឹងខ្ញុំបាទគណៈពេលនេះសូមអរគុណ